សុខភាពរាងកាយកូនជាទីស្រឡាញ់មនុស្សយើងគ្រប់គ្នារមែងត្រូវការឲ្យមានអាយុវែងនិងការមិនមានរោគគាព្យាធិគ្រប់គ្នាទាំងអស់អាយុវែងរោគគាព្យាធិមិនមានទៅបាននោះមួយចំណែកកើតមកអំពីការថែរក្សាសុខភាពរាងកាយមិនមែនគ្រាន់តែប្រាថ្នាត្រូវការហើយក៏ចេះតែបណ្ដោយឲ្យសុខភាពរាងកាយទៅតាមយថាកម្មនោះទេមនុស្សដែលថែរក្សាសុខភាពរាងកាយបានល្អរមែងមានឱកាសបាននៅអាយុវែងនិងមិនមានរោគភ័យច្រើនជាងមនុស្សដែលមិនបានមើលថែកូនគួរប្រយ័ត្នសុខភាពរាងកាយត្រូវថែរក្សាឲ្យល្អកុំធ្វើការធ្ងន់ឲ្យហួសកម្លាំងត្រូវមានពេលសម្រាកកុំបណ្ដោយឲ្យរាងកាយទ្រុឌទ្រោមបាក់កម្លាំងព្រោះបណ្ដាលឲ្យកើតរោគបានដោយងាយមានរោគហើយក៏នឹងមិនងាយនឹងព្យាបាលឲ្យបានដូចដើមគឺវាខាតច្រើនមុខណាស់ក្នុងរឿងការថែរក្សាសុខភាពនេះការធ្វើតាមពាក្យណែនាំរបស់គ្រូពេទ្យគឺល្អបំផុតដូចជាត្រូវបរិភោគអាហារដែលមានប្រយោជន៍ត្រូវហាត់ប្រាណឲ្យបានទៀងទាត់ត្រូវនៅក្នុងទីដែលមានខ្យល់អាកាសចេញចូលបានល្អត្រូវរក្សាចិត្តឲ្យស្រស់ថ្លាកុំចេះតែបណ្ដោយឲ្យចិត្តក្តៅក្រហាយក្នុងរឿងផ្សេងត្រូវកុំធ្វើការឲ្យបាក់កម្លាំងកុំបរិភោគទឹកស្រវឹងកុំជាប់គ្រឿងញៀននិងត្រូវឲ្យទៀងទាត់ក្នុងការបរិភោគការទទួលទានដំណេកជាដើមការធ្វើឲ្យសុខភាពរាងកាយមាំមួនល្អហើយក៏អាចទប់ទល់ជាមួយរោគគាព្យាធិបានហើយនឹងជាផ្នែកមួយដែលនាំឲ្យមានអាយុវែងមនុស្សយើងបើមានសុខភាពល្អហើយឈ្មោះថាមាននៅដើមទុនក្នុងដំណើរជីវិតគឺអាចធ្វើអ្វីបានដោយខ្លួនឯងរឹងប៉ឹងមាំមួនរហ័សរហួនក្នុងការងារចិញ្ចឹមជីវិតផ្ទុយមកវិញបើសុខភាពរាងកាយទន់ស្កោយផ្ទុយមកវិញបើសុខភាពរាងកាយទន់ខ្សោយមួយថ្ងៃកាត់មួយថ្ងៃកោគឺជាឧបសគ្គនៃជីវិតដោយពិតព្រោះមិនអាចតស៊ូជាមួយនឹងការងារបានពេលខ្លះក៏ធ្វើឲ្យបាក់ទឹកចិត្តអស់សង្ឃឹមមិនចង់រស់ទៀតផងការថែរក្សាសុខភាពរាងកាយបានល្អជានិច្ចរហូតទៅរមែងធ្វើឲ្យអ្វីៗច្រើនយ៉ាងបានចម្រើនទៅមុខការមិនមានរោគជាលាភយ៉ាងប្រសើរការចេះគ្រប់គ្រាន់ក្នុងចិត្តដោយធម៌សន្តោសជាទ្រព្យដ៏ប្រសើរការស្និទ្ធស្នាលនឹងគ្នាជាញាតិដ៏ប្រសើរព្រះនិព្វានជាបរមសុខមនុស្សដែលគេទុកចិត្តកូនជាទីស្រឡាញ់កូនត្រូវធ្វើខ្លួនឲ្យដូចពាក្យនេះគឺនៅឲ្យគេទុកចិត្តចាក់ចែងពិតគេរលឹកម្យ៉ាងទៀតនៅឲ្យគេស្រឡាញ់លុះចាក់ចែងគេអាល័យកូននៅក្នុងទីណានៅជាមួយអ្នកណាធ្វើការកន្លែងណាធ្វើជាមួយអ្នកណាយូរឬក៏មិនយូរក៏ដោយចុះការសំខាន់ជាដំបូងដែលកូនគួរធ្វើគឺសាងនៅភាពកក់ក្ដៅការទុកចិត្តថាជាគ្នាឯងនិងសាងការពេញចិត្តឲ្យដល់អ្នកដទៃកុំសាងនៅភាពក្តៅក្រហាយជ្រួលច្របល់ចលាចលគឺកុំធ្វើឲ្យមានបញ្ហាដល់មនុស្សដែលកូនទៅសំណាក់ឬទៅធ្វើការជាមួយឲ្យសោះបើកូនសាងនៅភាពកក់ក្ដៅនិងការទុកចិត្តឲ្យដល់អ្នកដទៃកូននឹងរស់នៅក្នុងកិត្តិយសមានច្រើនសត្វតែជាអ្នកស្រឡាញ់ចូលចិត្តសម្បូរមិត្តខ្សត់សត្រូវផ្ទុយមកវិញបើកូនសាងនៅបញ្ហាគឺការក្តៅក្រហាយឲ្យដល់គេកូនមានតែគេ
រង្គាសគេភ័យខ្លាចគេធុញទ្រាន់សាបសូន្យកិត្តិយសនិងរស់នៅជាទុក្ខវិធីសាងនូវភាពកក់ក្ដៅការពេញចិត្តនិងការទុកចិត្តនោះគឺការចេះលះបង់មិនឃើញតែពីខ្លួនឯងនិយាយស្ដីឲ្យល្អចេះជួយទុក្ខធុរៈអ្នកដទៃជាគ្នាឯងជាមួយមនុស្សគ្រប់គ្នាមានកិរិយាមារយាទរៀបសាររៀបរយស្លូតបូតត្រឹមត្រូវមិនប្រកាន់ខ្លួននិងមិនអួតខ្លួនគឺជាការរក្សាជានិច្ចនៅសម្បត្តិមនុស្សល្អកូនត្រូវចាំពាក្យនេះថាញញឹមរកគ្នាតាំងចិត្តសន្ទនាវាចាពីរោះពេលគេមានទុក្ខត្រូវជួយសង្គ្រោះបានអ្វីដាក់ពោះកុំរស់តែឯងត្រូវចេះលះបង់ទាំងចេះស្មោះត្រង់ចង់ចេះក្រែងទេសនាពីរោះសង្គ្រោះក្រៃលែងមិនអួតខ្លួនឯងមិនហែងទឹកចិត្តទឹកមាសបេះដូងមានព្រះមុនស្នេហ៍ស័ក្តិសិទ្ធិញាតិច្រើនកន្លងអ្នកផងទុកចិត្តលុះចាកចេញពិតញាតិមិត្តអាល័យចេះប្រើខ្លួនឯងព្រមទាំងចេះក្រែងអ្នកផងអាស្រ័យប្រឹងជួយការងារពេញជើងពេញដៃញាតិមិត្តអាល័យពេលខ្សែជីវ៉ាចេះអានខ្លួនឯងព្រះធម៌សម្ដែងឲ្យចេះសិក្សាដឹងទួននីតិមិនចោលកិច្ចការចេះស្គាល់អាត្មាមនុស្សម្នាចូលចិត្តចេះទឿនខ្លួនឯងទាំងចេះប្រឹងប្រែងអ្នកផងអាណិតកុំចាំគេប្រើការងារល្អពិតវិរិយៈសន្ធិដ្ឋញាតិមិត្តត្រូវការសុខភាពរបស់ចិត្តកូនជាទីស្រឡាញ់ការពោលដល់រឿងសុខភាពយើងច្រើនតែនឹកដល់សុខភាពរាងកាយនឹកដល់ភាពរឹងប៉ឹងនិងការមិនមានរោគនៃរូបរាងកាយតែប៉ុណ្ណោះការពិតសុខភាពផ្លូវចិត្តមានសេចក្តីសំខាន់ជាងសុខភាពរាងកាយទៅទៀតចិត្តដែលមានសុខភាពល្អក៏នឹងប្រព្រឹត្តទៅដោយសេចក្តីឆ្លាតស្រឡះថ្លាមិនមួម៉ៅក្តៅក្រហាយឬរវើរវាយឡើយដូច្នេះការថែរក្សាសុខភាពផ្លូវចិត្តឲ្យល្អទៅជាការចាំបាច់ណាស់សុខភាពនៃចិត្តនឹងល្អទៅបានក៏ដោយសារតែការថែរក្សាដែរគឺកុំចេះតែប្រមូលរឿងរ៉ាវយកមកសន្សំទុកក្នុងចិត្តដោយអយោនិសោមនសិកាបានដល់ការគិតខុសម្ល៉េះហើយអារម្មណ៍ជារឿងរ៉ាវផ្សេងដែលចិត្តបានទទួលមកទុកដោយការចាំនោះក៏ទៅជាស្អុយរលួយបណ្ដាលឲ្យខូចសុខភាពរបស់ចិត្តមិនមានរឿងអ្វីដែលអាក្រក់នោះទេបើកូនមិនគិតថាអាក្រក់រឿងតែម្យ៉ាងអាក្រក់សម្រាប់មនុស្សម្នាក់ព្រោះគេគិតថាអាក្រក់តែមិនអាក្រក់សម្រាប់មនុស្សម្នាក់ទៀតឡើយព្រោះគេមិនបានគិតដូច្នោះសេចក្តីពិតដូចនេះសម្ដែងឲ្យឃើញថាការអាក្រក់ឬមិនអាក្រក់មិនបាននៅនឹងរឿងខាងក្រៅឡើយគឺនៅនឹងការគិតរបស់មនុស្សម្នាក់កាលបើដូច្នេះកូនព្រមឲ្យគំនិតរបស់កូនធ្វើអាក្រក់ឲ្យខ្លួនកូនធ្វើអ្វីក្នុងលោកនេះមិនមានអ្វីដែលសំខាន់សម្រាប់កូនជាងកូនជាមនុស្សល្អនោះឡើយជំនួសការដែលកូនចង់ឲ្យអ្នកដទៃធ្វើសេចក្តីល្អដល់កូនគឺកូនត្រូវព្យាយាមធ្វើសេចក្តីល្អឲ្យខ្លួនឯងទៅតាមដែលកូនត្រូវការព្រោះថាក្នុងលោកនេះមិនមានអ្នកណាធ្វើសេចក្តីល្អជំនួសកូនបានឡើយសេចក្តីល្អដែលកូនធ្វើដោយខ្លួនឯងទើបមានអានុភាពដល់ចិត្តជាពិតប្រាកដគឺធ្វើឲ្យចិត្តបានស្ងប់ស្ងាត់កាលចិត្តសុខស្ងប់ហើយអ្វីជាខាងក្រៅក៏រៀបរយទៅផងដែរមនុស្ស
មានសុខភាពផ្លូវចិត្តល្អរមែងធ្វើជាម្លប់ឲ្យជីវិតខ្លួនឯងមនុស្សយើងសំខាន់សម្រាប់ខ្លួនឯងណាស់ចូលកូនរស់នៅជាមួយខ្លួនឯងជាមនុស្សល្អរមែងថែរក្សាចិត្តឲ្យមានសុខភាពល្អបុគ្គលក្រេបចិញ្ចក់នៅរស់ដែលកើតពីវិវេកនិងរស់ព្រះនិព្វានដែលជាទីចូលទៅស្ងប់រងាប់ក្រេបចិញ្ចក់នៅរស់បេតិដែលកើតពីធម៌ជាអ្នកមិនមានសេចក្តីក្រហល់ក្រហាយនិងជាអ្នកមិនមានបាប